ម៉ាក់មិនទៅទេកូនប្រុសយើងបានបងថ្លៃបណ្ណាការរួចហើយបើកូនមិនទៅឥឡូវនេះតើយើងនឹងធ្វើអ្វីម៉ាក់មិនខ្វល់ទេម៉ាក់មិនទៅទេបើខ្ញុំពិតជារៀបការជាមួយគាត់មែនម៉ាក់ប្រកាសជារងទុក្ខជាមួយគាត់នៅពេលអនាគតតើយើងនឹងធ្វើអ្វីម៉ាក់បានបងថ្លៃបណ្ណាការរួចហើយបើម៉ាក់មិនទៅទេតើខ្ញុំនឹងប្រឈមមុខនឹងអ្នកជិតខាងរបស់ខ្ញុំនៅពេលអនាគតដោយរបៀបណាតើខ្ញុំនឹងប្រឈមមុខនឹងពួកគេដោយរបៀបណាបងប្រុសឲ្យកូនក្រមុំនៅមាត់ទ្វារហើយបិទមាត់ម៉ាក់ជាកូនកំឡោះដែលខ្ញុំរើសពីខាងក្រៅពេលណាជាវេនម៉ាក់និយាយម៉ាក់កូនក្រមុំនេះមិនដែលឃើញខ្ញុំមើលទៅដូចនេះទេបើម៉ាក់ទៅថ្ងៃនេះម៉ាក់ត្រូវតែទៅបើម៉ាក់មិនទៅម៉ាក់ត្រូវតែទៅម៉ាក់ចិញ្ចឹមកូនអស់រយៈពេលជាច្រើនឆ្នាំមកហើយម៉ាក់គួរតែសងគុណម៉ាក់វិញសម្រាប់ការចិញ្ចឹមកូនមិនអីទេម៉ាក់ថ្ងៃនេះម៉ាក់នឹងដោះស្រាយអាពាហ៍ពិពាហ៍នេះសម្រាប់អូនប្រុសខ្ញុំម៉ាក់នឹងសងគុណម៉ាក់វិញសម្រាប់ការចិញ្ចឹមកូនអស់រយៈពេលជាច្រើនឆ្នាំមកនេះចាប់ពីពេលនេះទៅយើងលែងជំពាក់គ្នាទៀតហើយកុំយំអីខ្ញុំពិតជាមិនអាចជួយអ្វីបានឡើយត្រូវហើយវាជាថ្ងៃដ៏រីករាយមួយកុំយំអីកូនក្រមុំកំពុងរងចាំអ្នកប្រញាប់ឡើងអ្នកគឺជាអ្នកដែលស្រឡាញ់ខ្ញុំអ្នកអនុញ្ញាតឲ្យមនុស្សអាក្រក់នោះរងទុក្ខដើម្បីខ្ញុំកូនប្រុសឲ្យឯងជាកូនបង្កើតរបស់ម៉ាក់គាត់គ្រាន់តែជាមនុស្សអាក្រក់ម្នាក់តើម៉ាក់អាចទ្រាំទ្រនឹងការរងទុក្ខរបស់កូនដោយរបៀបណាឯងមើលទៅសង្ហាណាស់ខ្ញុំមកទីនេះដើម្បីរៀបការជាមួយអ្នកដោយសារម៉ាក់ខ្ញុំបានសុំឲ្យខ្ញុំទទួលបន្ទុកអាពាហ៍ពិពាហ៍នេះជំនួសប្អូនប្រុសរបស់ខ្ញុំនឹងទទួលខុសត្រូវនេះចាប់ពីពេលនេះទៅយើងនឹងក្លាយជាគ្រួសារមួយខ្ញុំនឹងមើលថែអ្នកពេញមួយជីវិតរបស់ខ្ញុំនឹងមិនចាក់ចេញពីអ្នកឡើយអ្នកមិនក្រតតែសោះក្មេងនឹងងខ្ញុំមិនត្រឹមតែមិនក្រទេខ្ញុំក៏ជាប្រធានសាជីវកម្មនេះដែរមើលសន្តាគារនិងវិមានទាំងមូលនេះជារបស់ខ្ញុំទាំងអស់ចាប់ពីពេលនេះទៅប្រសិនបើអ្នកធ្វើតាមខ្ញុំជីវិតរបស់អ្នកនឹងកាន់តែប្រសើរឡើងអ្នកពិតជាមានណាស់ខ្ញុំមិនសមនឹងទទួលបានអ្នកទេហេតុអ្វីយើងមិនបំភ្លេចវាចោលទៅក្មេងល្ងងគ្មានអ្វីដែលហៅថាសមនឹងទទួលបានឬមិនសមនឹងទទួលបាននោះទេអ្នកមានចិត្តល្អណាស់ហើយអ្នកក៏គួរឲ្យទុកចិត្តដែរយើងមិនមានសាច់ញាតិខាងអាពាហ៍ពិពាហ៍ទេគ្មានអ្នកណាឲ្យពោយើងទេក្មេងល្ងងឲ្យកុំនិយាយបែបនឹងអីឯងមានចិត្តល្អណាស់ខ្ញុំប្រកាសថាមានពូមីងដែលមានឆន្ទៈចង់ជូនពោយើងចុះយ៉ាងណាចំពោះរឿងនេះប្រសិនបើមានពូមីងដែលមានឆន្ទៈចង់ជូនពោយើងនៅថ្ងៃនេះតើអ្នកទាំងអស់គ្នានឹងយល់ព្រមរៀបការជាមួយខ្ញុំទេយល់ព្រមខ្ញុំសន្យានឹងអ្នកបើថ្ងៃនេះគ្មានអ្នកណាជូនពោយើងទេចូលយើងបំភ្លេចវាចោលទៅពូមីងនៅមុខអេក្រង់ឲ្យតើខ្ញុំអាចរកស្វាមីល្អដូចគាត់នៅណាខ្ញុំពិតជាមិនចង់នឹកគាត់ទេសូមជួយយើងផងសូមជួយគាំទ្រពូយើងផងជួខាងឆ្វេងសូមជួយពូយើងអើបើអ្នកមិនជួយខ្ញុំទេកុំឲ្យពូយើងអីគាត់នឹងមិនយល់ព្រមរៀបការជាមួយខ្ញុំទេខ្ញុំពិតជាមិនចង់នឹក